Ben susah dengan oknir semakum makan di musim lain yang membentuk seiring yang mendotian. Seiring yang bentuk nepeda eren ban semakcet cho tutup to nang mengkrap tekan grade. Grade dah pupun terdai kumheng nang bat smart day trong berjut berchang makan kini ainu ban pecung dang tekan juren. Dari ringkai pupun terdai tham apop leung. Kuat bang kedap mod pupun terdai kumheng hai cho berjut cumui nang eren. Eren ban ayai tekan grade ha. Ain pecik kompreng pranaក្នុងការសម្លាប់ពពុះបិសាចត្រីទាំងអស់នោះហើយឥឡូវនេះខ្ញុំនឹងបង្ក្រាបអាយដោយមិនឲ្យអាយទទួលរងនូវការជឿចាប់បន្តិចបន្តួចឡើយនាងបានដកដាវសំហើយដើរចូលទៅប្រយុទ្ធជាមួយនឹងគ្រីតដែលពុះពេញទៅដោយកំហឹងនិងស្រែកយ៉ាងស្លន់ស្លោបានបញ្ចេញធម្មពលដាវនៃភ្លើងវិញ្ញាណហើយចូលស្ទុះទៅកាប់ទៅកាន់អេរ៉ានបានបន្លាស់ទេគេចេញពីការវាយប្រហារនោះដោយងាយគ្រីតឃើញដូចនេះពិតជាខឹងខ្លាំងណាស់ទោះបីជាគាត់ប្រឹងវាយប្រហារកាប់ទៅកាន់អេរ៉ានយ៉ាងណាក៏ដោយក៏មិនអាចវាយប្រហារទៅចំអេរ៉ានផងដែរពីព្រោះល្បឿននៃក្បាច់គុណនៃដាវខ្យល់របស់នាងពិតជាអស្ចារ្យខ្លាំងណាស់ត្រឹមតែធម្មពលគ្រីតប៉ុណ្ណឹងមិនអាចធ្វើអ្វីទៅកាន់អេរ៉ានបានឡើយអេរ៉ានដែលកំពុងតែឈរនៅលើអាកាសប្រើនៃធម្មពលនៃក្បាច់ដាវខ្យល់វិញ្ញាណនោះបានធ្វើឲ្យយូរ៉េនពិតជាស្រឡាំងកាំងមិននឹកស្មានដល់សោះថាអេរ៉ានពិតជាមានសមត្ថភាពខ្លាំងបែបនេះគ្រីតដែលពោពេញទៅដោយកំហឹងបានស្ទុះទៅវាយប្រហារទៅកាន់អេរ៉ានប៉ុន្តែការវាយប្រហារនោះនៅតែមិនអាចធ្វើអីទៅកាន់អេរ៉ានបានដែរអេរ៉ានអាចមើលនៅក្បាច់ដាវរបស់គ្រីតនឹងធ្វើការទប់ទល់នឹងវាយបកយ៉ាងសាហាវនៅពេលដែលគ្រីតបានកាប់ទៅកាន់អេរ៉ានអ្វីដែលគាត់កាប់នោះគឺគ្រាន់តែជាស្រមោលនៃការបន្លាស់ទីរបស់អេរ៉ានតែប៉ុណ្ណោះអេរ៉ានបានមកដល់ពីខាងក្រោយហើយបានធ្វើការវាយគ្រីតចំកញ្ចឹងកដោយដងដាវដែលធ្វើឲ្យគ្រីតបានស្រែកបន្តិចនឹងបាត់ស្មារតីដេកសន្លប់ទៅនឹងដីទៅការប្រយុទ្ធបានចប់យ៉ាងលឿនដែលធ្វើឲ្យយូរ៉េនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយអ្វីបានជាអេរ៉ានពិតជាខ្លាំងដល់ថ្នាក់នេះបន្ទាប់មកយូរ៉េនបានស្រែកហៅរកមេតបហានហើយបានសួរមេតបហានថាហេតុអ្វីបានជាខុសពីអ្វីដែលអ្នកបាននិយាយអញ្ចឹងអ្នកមិនបាននិយាយទេថាពពួកបិសាចនឹងសម្លុកចូលយ៉ាងកម្រោលនិងមិនជប់ឈរនោះទេមេតបហានដូច្នេះក៏ភ្ញាក់ផ្អើលផងដែរនិងគ្មានអ្វីនិយាយទៅកាន់យូរ៉េនវិញក៏បាននិយាយថាប៉ុន្តែលោកម្ចាស់តូចធម្មតាគឺវាបែបនេះប៉ុន្តែខ្ញុំក៏មិនដឹងថារឿងអីដែរបានជាវាខុសពីធម្មតាបែបនេះពេលពួកវាចាប់ដើមលេងពុកមកពួកវានឹងសម្លុកចូលពេញមួយថ្ងៃដោយគ្មានថ្ងៃសម្រាប់តតែសោះយូរ៉េនឮដូចនេះក៏អស់អីត្រូវនិយាយផងដែរហើយគាត់ក៏បានទៅសួរទៅលោកមេផ្ទះដែលឪពុករបស់ខ្លួនបានបញ្ជាឲ្យមកឃ្លាំមើលយូរ៉េនលោកប៊ូលឺតើការវាតម្លៃលទ្ធផលការងារនេះដោយរបៀបណាដែរទៅលោកមេផ្ទះក៏ឆ្លើយបាតយ៉ាងសម្ងាត់ចិត្តនិងនិយាយថាចំនួនបិសាចដែលទទួលបានសម្លាប់ក៏រដ្ឋភាពខ្ពស់ខ្លាំងរបស់ពពួកបិសាចទាំងនោះបើសិនជាកំផែងក្រុងរងនឹងការវាយប្រហារនិងមានមនុស្សស្លាប់ត្រូវបានកាត់បន្ថយកម្រិតនៃបន្ទុកទាំងនេះគឺជាវិធីនៃការវាយតម្លៃអ្នកប្រុសតូចយូរ៉េនលើដូចនេះក៏បញ្ចេញស្នាមញញឹមនិងនិយាយថាខ្ញុំយល់ហើយបើក្រៅពីចំនួនបិសាចដែលបានស្លាប់ក្រៅពីនឹងគឺល្អឥតខ្ចោះហើយលោកមេផ្ទះក៏សង្ហាចិត្តតែបិសាចមិនព្រមលេចមុខមកទៀតសោះនឹងតើលោកម្ចាស់តូចមិនព្រួយបារម្ភទេយូរ៉េនបានសើចនិងនិយាយថាពិតណាស់វាពិតគួរឲ្យសោកស្ដាយមែនប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបានទៅវាមិនមែនជាអ្នកស្នងតំណែងត្រូវបានសម្រេចឡើងដោយសារតែការធ្វើបេសកកម្មតែលើកនេះតែប៉ុណ្ណោះនោះទេលោកប៊ូធឺបានញាក់វ៉ែនតារបស់គាត់បន្តិចហើយបាននិយាយគិតក្នុងចិត្តថាការដែលអ្នកប្រុសតូចមានសភាពបែបនេះវាពិតជាល្អណាស់គាត់ពិតជាបានផ្លាស់ប្ដូរច្រើនពិតមែនតើមកសាយរឿងបានកាត់ប្លង់មកកាន់ក្រេតដែលបានភ្ញាក់ដឹងខ្លួនវិញគាត់ហាក់ដូចជាមិនដឹងអ្វីទាល់តែសោះសូម្បីថាហេតុអ្វីបានជាគាត់នៅទីនេះគាត់ពិតជាមិនចាំអ្វីដែលគាត់បានធ្វើនៅឡើយអេរ៉េតបានសួរថាអញពិតជាមិនចាំទេអញបានវាយកំទេចពពួកបិសាចត្រីទាំងអស់នោះដោយខ្លួនអញតែម្នាក់គត់អញពិតជាលយខ្លាំងណាស់ក្រេតបន្ទាប់ពីលឺដូច្នេះគាត់ក៏បានភ្ញាក់ផ្អើលថាអីគេខ្ញុំបានធ្វើវាប៉ុន្តែហេតុអ្វីបានជាកញ្ចឹងករបស់ខ្ញុំហាក់ដូចជាឈឺផ្សាខ្លាំងណាស់មិនឈឺទៅចម្លែកត្រូវម្ដងដែរវិញតោះមកអេរ៉េតបានស្រែកទៅកាន់ក្រេតថាបញ្ញាប់ឡើងមកពួកយើងទៅញ៉ាំអាហារជាមួយគ្នាក្រេតដែលកំពុងតែមើលមិនទាន់ដឹងអីនោះក៏បាននិយាយថាយើងទៅជាមួយគ្នាហើយចុះពពួកបិសាចទាំងអស់នោះគ្រាន់តែក្រេតនិយាយប៉ុណ្ណឹងសាយរឿងរបស់យើងក៏កាត់ប្លង់មកកាន់យូរ៉េននិងមេវិជាការពារកំផែងកំពុងតែឃ្លាំមើលពពួកបិសាចយូរ៉េនបានសួរថាអាណាទៅ Monster ពួកបិសាចនឹងវានៅណាមេវិជាការហានដែលកំពុងតែឃ្លាំមើលនោះពិតជាភ្ញាក់ផ្អើលជាងខ្លាំងនៅពេលដែលគាត់បានឃើញព្រួយខ្នងពពួកបិសាចទាំងអស់នោះវាមានទំហំធំបែបនេះកុំប្រាប់ខ្ញុំណាថានេះគឺជាបិសាចត្រីឆ្លាមវាគឺជាបិសាចមច្ឆាដែលមានក្បាលជាក្បាលត្រីឆ្លាមនិងមានរូបរាងកាយជាមនុស្សដែលអាចដើរឡើងនៅលើដីបានហើយវាមានកម្ពស់លើសពី2ម៉ែត្រនិងមានកម្លាំងមហិមាផងដែរ System បានបញ្ជាក់ឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នព្រោះអាវុធរបស់ត្រីឆ្លាមនេះវាមានទំហំធំវាថែមទាំងអាចស៊ីមនុស្សទាំងរស់ដោយសារតែធ្មេញដ៏មុតស្រួយរបស់ពួកវាជំនាញនិងកំហុងនៃការវាយលុបធ្មេញដាច់ថែបស្បែកដាច់ថែបល្បឿននៃការវាយប្រហារក៏លឿនផងដែរយូរ៉េនឮដូច្នេះក៏បានយកកែវយឹតមកឆ្លោះមើលម្ដងគាត់ពិតជាសប្បាយចិត្តរីករាយណាស់នៅពេលដែលឃើញពពួកបិសាចដ៏ធំបែបនេះមនុស្សគ្រប់គ្នាពោពេញដោយភាពភ័យខ្លាចប៉ុន្តែយូរ៉េនបែរជាសប្បាយចិត្តទៅវិញមេតបហានឃើញដូចនេះក៏និយាយយ៉ាងភ្ញាក់ផ្អើលថាវាមិនត្រឹមត្រូវទេ
ពពួកអាបិសាចទាំងអស់ហ្នឹងត្រឹមតែមួយក្បាលមានកម្លាំងប្រយុទ្ធស្មើនឹងអ្នកប្រយុទ្ធកម្រិតខ្ពស់ទៅហើយរីឯលោក Butter ក៏ភ្ញាក់ផ្អើលផងដែរលោកម្ចាស់តូចនៅក្នុងប្រវត្តិសាស្ត្រមិនដែលមានត្រីឆ្លាមលើសពី50ក្បាលដែលលេចមកក្នុងតំបន់តែមួយនោះទេដើម្បីអាចកម្ចាត់ពួកវាបានយើងត្រូវប្រើតបស្ទើរតែទាំងអស់នៃការគ្រប់គ្រងរបស់លោកអញ្ញាទៅហើយដូច្នេះលោកម្ចាស់តូចមិនបាច់ខ្វល់ខ្វាយរឿងសាកល្បងនោះទេគួរតែរំដោះខ្លួនចេញទៅយូរ៉េនបានលឺហើយក៏ស្រឡាំងកាំងបន្តិចនិងបានសម្លឹងមើលទៅពពួកបិសាចត្រីឆ្លាមដ៏កាយសាហាវទាំងអស់នោះដែលកំពុងតែញញឹមបញ្ចេញធ្មេញដែលថែបយ៉ាងស្រួចរីឯ Grace និង Eren បន្ទាប់ពីឃើញសភាពបែបនេះក៏ភ័យខ្លាចផងដែរ Grace ក៏បានសួរទៅកាន់ Eren តើពួកយើងត្រូវធ្វើដូចម្តេចឥឡូវនេះពួកវាហាក់ដូចជាសម្រុកចូលមកលឿនពេកហើយល្បឿននិងកម្លាំងរបស់ពួកវាក៏ខ្លាំងឆ្ងាយពីពពួកបិសាចត្រីទាំងអស់នោះផងដែរ Eren ដែលកំពុងតែឃ្លាំមើលទៅកាន់សមត្ថភាពនោះហាក់ដូចជាគិតអំពីរឿងមួយសម្រាប់តែពួកគេពីរនាក់គឺពិបាកក្នុងការទប់ស្កាត់ណាស់គាត់ក៏បានទៅហៅទៅកាន់មេតបហានហើយប្រាប់ទៅអ្នកទាំងពីរថាដោយសារតែបញ្ហានេះធំធេងពេកដូច្នេះខ្ញុំត្រូវតែចេញមុខដោយផ្ទាល់សម្ដេច Eren ដែលថាចេញមុខដោយផ្ទាល់នោះបានធ្វើឲ្យអ្នកទាំងពីរពិតជាភ្ញាក់ផ្អើលណាស់តែលោកម្ចាស់តូចចង់ចូលប្រយុទ្ធមែនទេបន្ទាប់មក Eren ក៏បានហក់ចេញពីកំផែងក្រុងសម្ដៅទៅកាន់ឆ្នេរសមុទ្រនិងស្រែកហៅ item ដែលខ្មៅរបស់គាត់ឲ្យប្រែក្លាយទៅជាអាវុធដែលពួកគេបានត្រៀមទុកវាមានលក្ខណៈដូចជាឌីសប៉ុន្តែមានបន្លាស្រួចវិលជុំវិញជាច្រើនដែលអាចកាត់ទៅលើបិសាចដែលមានស្បែកក្រាស់ៗបាន Eren បានចាប់កាន់វានិងស្រែកទៅកាន់លោក Butter ថាលោក Butter អ្នកគួរតែបើកភ្នែកឲ្យធំហើយចាប់ផ្ដើមរាប់ចំនួននៃការសម្លាប់របស់ខ្ញុំទៅកាន់ពពួកបិសាចទាំងអស់នោះខ្ញុំនឹងបញ្ចប់វាក្នុងមួយតែបំព្រិចភ្នែកតែប៉ុណ្ណោះលោក Butter បន្ទាប់ពីលើដូច្នេះក៏ភ្ញាក់ផ្អើលណាស់ Eren ដែលកំពុងតែកាន់នៅ item របស់គាត់បានបញ្ចេញស្នាមញញឹមនិងពោពេញទៅដោយភាពជឿជាក់បើកភ្នែកអ្នកឲ្យធំទៅហើយរាប់ឲ្យបានម៉ត់ចត់ទៅវានឹងចប់សពគ្រប់ត្រឹមតែមួយរំពេចភ្នែកតែប៉ុណ្ណោះសំឡេងនៃការបង្វិល item របស់គាត់ពិតជាខ្លាំងក្លាណាស់វាបានធ្វើឲ្យមេតបហានហើយនឹងលោក Butter ពិតជាភ្ញាក់ផ្អើលតើវាជាអ្វីទៅហេតុអ្វីបានជាវាមានធម៌ពលដ៏អស្ចារ្យបែបនេះ Eren បានកវី item និងស្រែកថាតោះចាប់ផ្ដើមឥឡូវនេះហើយគាត់បានប្រើ item របស់គាត់ដូចជាកងចក្រនោះហោះទៅវាប្រហារបិសាចត្រីឆ្លាមទាំងអស់នោះពួកបិសាចត្រីឆ្លាមដែលមានសរីរាង្គត្រជាក់ស្ដាប់ឮវាងវៃហើយនឹងឆ្លាតនិងរហ័សទៀតនោះនៅក្រោមការប្រយុទ្ធនៅក្នុងស្ថានភាពធម្មតាការស្ដាប់ឮពិសេសរបស់ពួកវាគឺคล้ายជារបៀបដែលពួកវាខ្លាំងអស្ចារ្យវាបានលែងសម្រុកចូលទៅកាន់ Karen ហើយនិង Eren បែរជារត់សំណើទៅកាន់អាវុធសម្ងាត់របស់ Eren ទៅវិញរឿងនេះសូម្បីតែ Grace ហើយនិង Eren ក៏ភ្ញាក់ផ្អើលផងដែរហេតុអ្វីបានជាវាបដូរមុខសញ្ញាបែបនេះប៉ុន្តែនៅពេលដែលវាក្លាហានសម្រុកទៅតាមសម្លេងនោះប្រៀបដូចវាទៅរកសេចក្តីស្លាប់អញ្ចឹងពួកត្រីឆ្លាមដ៏ធំប្រៀបដូចសត្វល្អិតដែលត្រូវបានគេកាប់ដាច់ខ្លួនជាពីរជា3បានស្រែកទ្រហោយំពេញឆ្នេរសមុទ្រការវាយប្រហារដ៏អស្ចារ្យរបស់ Eren បានវាយប្រហារពីត្រីឆ្លាមមួយទៅមួយទៀតចាក់ទម្លុះនឹងកាត់ត្រឹមតែម្ដងប៉ុណ្ណោះអាចសម្លាប់បានត្រីឆ្លាមរហូតដល់3ដួលរៀបដេកងាប់ទៅលើដីទៅហើយជាពិសេសនោះអាវុធសម្ងាត់របស់ Eren ក៏អាចត្រឡប់មកវិញថែមទៀតផងវាអាចវាយប្រហារចំគោលដៅនិងធ្វើការលំពាត់ប្រមាញ់ពពួកបិសាចនោះគ្មានប្រណីពីមួយទៅមួយមិនមានអ្វីអាចទប់ទល់បានឡើយបិសាចត្រីឆ្លាមនោះត្រូវបានអាវុធសម្ងាត់ហោះកាត់ក្បាលកាត់ខ្លួនដាច់ជា2ជា3ដួលរៀបរាយពេញដែនសមុទ្រទាំងមូលវាអាចដំណើរការនិងសម្លាប់ពពួកបិសាចទាំងអស់នោះគ្រាន់តែចលនានៃដៃ Eren តែមួយប៉ុណ្ណោះអ្វីក៏ស្របតាមគ្រោងការរបស់ Eren គាត់ពិតជាពេញចិត្តនៅគម្រោងការនេះណាស់ហើយបានស្រែកហៅលោក Butter តើលោកបានរាប់សាកសពបិសាចត្រីឆ្លាមដែលងាប់បានត្រឹមត្រូវហើយឬនៅលោក Butter និងមេតបហានពិតជាភ្ញាក់ផ្អើលណាស់នៅសមត្ថភាពនៃការសម្លាប់របស់ Eren មកទល់ពេលនេះ Eren បានសម្លាប់បិសាចត្រីឆ្លាមទាំងអស់នោះ42ទៅហើយនិងរាប់បន្តបណ្ដាទៀត43 44 Eren ឃើញដូចនេះក៏បញ្ចេញស្នាមញញឹមល្អណាស់បើអញ្ចឹងខ្ញុំនឹងយកអាវុធសម្ងាត់របស់ខ្ញុំត្រឡប់មកវិញបន្ទាប់មកអាវុធសម្ងាត់ដែកខ្មៅរបស់គាត់ដែលប្រែកាឡាទៅជាបន្ទះដាច់ឌីសដែលដូចនឹងផ្លែរណាជ្រៀកឈើនោះបានត្រឡប់មកកាន់ដៃរបស់គាត់វិញហើយ Eren ក៏បានស្រែកបញ្ជាទៅកាន់ Eren និង Grace ចូលទៅសម្រុកសម្លាប់បិសាចត្រីឆ្លាមដែលនៅសេសសល់6ក្បាលនោះបន្ថែមទៀតទៅបិសាចត្រីឆ្លាមដែលនៅសល់ទាំងអស់នេះវាទុកជាការសាកល្បងក្នុងការប្រឈមមុខជាមួយបិសាចត្រីឆ្លាមដើម្បីវឹកហាត់សមដើម្បីទប់ទល់នៅពេលខាងមុខ Grace ពិតជាភ្ញាក់ផ្អើលណាស់តើពួកយើងមែនទេប៉ុន្តែ Eren គឺធម្មតានោះទេសម្រាប់ពពួកបិសាចចំនួនតែប៉ុណ្ណេះនាងបានទទួលបញ្ជានិងសម្រុកចូលទៅវាយប្រហារបិសាចត្រីឆ្លាមដែលនៅសេសសល់ទាំងអស់នោះរីឯ Grace នៅតែសង្លងការនឹងរឿងនេះក៏ស្រែកថាសិស្សច្បងចាំផងពួកយើងនឹងទៅទាំងអស់គ្នាបន្ទាប់មកអ្នកទាំងពីរក៏បានដកដាវស្ទុះទៅវាយប្រ
បាហាជាមួយបិសាចត្រីឆ្លាមទាំង6ក្បាលដែលនៅសេសសល់សម្រាប់ឯយូរ៉េនវិញគាត់ក៏បានសួរទៅកាន់លោក Butcher តែយ៉ាងម៉េចដែរសម្រាប់រឿងប៉ុណ្ណេះតើអាចកំណត់នៅស្នាដៃរបស់ពួកយើងបន្តិចបន្តួចដែរទេលោក Butcher គ្រាន់តែឮក៏ភ្ញាក់ផ្អើលខ្លាំងណាស់បើនិយាយឲ្យត្រង់ទៅសម្រាប់ការវាយតម្លៃស្នាដៃរបស់លោកម្ចាស់តូចខ្ញុំបារម្ភថាគ្មាននរណាគេម្នាក់ជឿថាលោកម្ចាស់តូចអាចធ្វើរឿងនេះបាននោះទេប៉ុន្តែលោកម្ចាស់កុំបារម្ភអីព្រោះអ្វីៗមានសាក្សីឃើញដល់ភ្នែកដល់ផ្ទាល់ច្រើនណាស់យូរ៉េនឮហើយក៏ធូរទ្រង់បន្តិចក៏ឆ្លើយថាអូបើអញ្ចឹងក៏ល្អណាស់ដែររីឯលោក Butcher ក៏បានធ្វើការអបអរសាទរយូរ៉េនដែលបានយកឈ្នះនៅសង្គ្រាមនិងការពារទីក្រុងពេលនេះហើយថាទាំងអាចសម្លាប់បិសាចត្រីឆ្លាមជាច្រើនថែមទៀតផងវាពិតប្រាកដណាស់ស្ថិតក្នុងចំណោមអ្នកនាំមុខគេនៅពេលបច្ចុប្បន្នគឺជាលោកម្ចាស់តូចយូរ៉េនពិតប្រាកដហើយយូរ៉េនកំពុងតែស្ដាប់ការអបអរសាទរពី Butcher ស្រាប់តែមានអារម្មណ៍មួយហាក់ដូចជាមានអ្វីប្លែកវាកំពុងតែមានអ្វីមួយយ៉ាងមានវត្តមានខិតជិតមកដល់ហើយយ៉ាងលឿនបំផុតអ្នកគ្រប់គ្រងហាងពិតជាភ្ញាក់ផ្អើលណាស់តើជាអ្វីទៅយូរ៉េនបានសម្លឹងមើលទៅដែនសមុទ្រហើយមានអារម្មណ៍ថាធម្មពលអរ៉ាដ៏ខ្លាំងក្លានេះវាមានសភាពខ្លាំងក្លាជាងអ្នកចម្បាំងអោតថែមទៀតផងក្នុងផ្ទៃសមុទ្រកំពុងតែស្ងប់នោះស្រាប់តែមានរលកដ៏ធំព្រួយត្រីឆ្លាមដ៏ធំមួយបានលេចឡើងហើយក៏បានលេចឡើងនៅស្ដេចចម្បាំងនៃត្រីឆ្លាមដែលមានសាក់នៅនឹងស្មានឹងធម្មពលអរ៉ាពេញខ្លួនបានកាន់ដំបងត្រីឆ្លាមដើរចេញពីទឹកបញ្ចេញកំហឹងនិងធម្មពលអរ៉ាដ៏គួរឲ្យខ្លាចកម្ពស់ដ៏ខ្ពស់សាច់ដុំដ៏ធំសូម្បីអាវុធដែលវាកាន់ក៏ធំផងដែររួមទាំងអាចបញ្ចេញធម្មពលអរ៉ាវាចេញពីខ្លួនថែមទៀតផងក្រេត និងអេរ៉ិនកំពុងតែចម្បាំងជាមួយពពួកបិសាចត្រីឆ្លាមដ៏តូចនោះមិនទាន់បានដឹងនោះទេថាមានវត្តមាននៃបិសាចត្រីឆ្លាមដ៏ធំឡើងពីដែនសមុទ្រមកសម្រាប់មេតបហានបានស្រែកថាជួយផងទំហំដ៏ធំសម្បើមនោះមិនដែលឃើញពីមុនមកទេលោក Butcher បន្ទាប់ពីឃើញបិសាចត្រីឆ្លាមនោះក៏បាននិយាយថាវត្តមានរបស់វាធ្លាប់បានកត់ត្រាទុកក្នុងបន្លាឡាយនៃតកូរ៉ុករាងកាយដែលមានកម្ពស់ខ្ពស់លើសពី4ម៉ែត្រមានស្នាមសាក់របស់ស្ដេចនិងមានដាវដែលត្រូវបានរត់ឡើងធ្វើពីឆ្អឹងខ្នងរបស់បិសាចយក្សផងដែរនោះច្បាស់ណាស់គឺជាវាគឺមានតែវាតែម្នាក់គត់គឺជាសត្វក្នុងព្រៃនិទានដែលមាននាមថាស្ដេចនៃសក្ករ័យបិសាចត្រីឆ្លាមយក្សដែលមានកម្ពស់ 4.5 ម៉ែត្រវាមានរូបរាងកាយរឹងមាំលើសលប់និងមានសមត្ថភាពបញ្ជាធម្មពលអរ៉ាភាពស្និទ្ធស្នាលនិងទំនាក់ទំនងជាមួយម្ចាស់ប្រព័ន្ធដក100អារម្មណ៍របស់វាចង់ទំពាម្ចាស់ប្រព័ន្ធឲ្យមកដូចជាផេះនិងហាយជាចំណែកយូរ៉េនដែលកំពុងសម្លឹងមើលទៅកាន់ត្រីឆ្លាមនោះបានស្រែកថាល្អិតនោះវាហ៊ានសម្លឹងឲ្យចំមុខយើងផងអ្នកទាំងអស់គ្នាចាប់5ដកថយប្រញាប់ឡើងហើយចាក់ចេញឲ្យឆ្ងាយពីខ្ញុំតាមអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានសម្ដីនេះបានធ្វើឲ្យមេតបហាននិងលោក Butcher មើលពិតជាភ្ញាក់ផ្អើលខ្លាំងណាស់តែលោកម្ចាស់តូចកំពុងតែចង់ធ្វើអីពេចនោះស្រាប់តែ King Shark បានលោតវាយប្រហារទៅកាន់យូរ៉េនចាំងកំរល់យូរ៉េនដែលកំពុងបញ្ជាឲ្យអ្នកទាំងអស់គ្នាចាក់ចេញទៅឲ្យឆ្ងាយនោះពិតជាភ្ញាក់ផ្អើលណាស់ពេលឃើញការវាយប្រហារចិត្តបានម្ដងស្រាប់តែប៊ុំការវាយប្រហារបានវាយប្រហារទៅចំកន្លែងយូរ៉េនកំពុងឲ្យចូលនៅបំបែកកំផែងខ្ចាយស្មោត្រីឆ្លាមដែលមានភ្នែកក្រហមបានលេចឡើងនៅកន្លែងបន្ទោះវាបានសម្លុតចូលការវាយប្រហារទាំងកំរល់ប៉ុន្តែយូរ៉េននៅតែអាចគេចផុតចេញបានដោយបន្លឿននៃបន្លាស់ទីរបស់គាត់អំបញ្ញមិញគាត់ស្ទើរតែគ្រោះថ្នាក់ដ៏ធំទៅហើយវាមានធម៌ពលអាចបំផ្លាញនៅកំផែងនៃបន្ទាយបានដោយសារតែការវាយប្រហារមួយកំហឹងតែប៉ុណ្ណោះយូរ៉េនក៏បានបន្លាស់ទីមកឆ្នេរសមុទ្រនិងស្រែកថាមកនេះមកអាក្មេងតូចពួកយើងនឹងធ្វើការវាយប្រហារជាមួយគ្នានៅលើឆ្នេរវិញ King Shark នោះមិនស្គាល់អ្វីទាំងអស់អ្វីដែលគាត់សម្ដៅគឺលើរាងកាយរបស់យូរ៉េនបានស្ទុះយ៉ាងលឿនមកវាយប្រហារយូរ៉េននៅលើឆ្នេរសមុទ្រពុំការវាយប្រហារនោះពិតជាខ្លាំងណាស់អាវឆ្អឹងដែលមានទំហំដ៏ធំបានវាយប្រហារទៅកាន់យូរ៉េនទាំងកម្រយូរ៉េនដែលកំពុងបន្លាស់ទីគេចចេញពីការវាយប្រហារនោះគាត់ក៏បានដកចេញនៅអាវុធជញ្ជាំងដៃខ្មៅរបស់គាត់ដែលមានរាងជារង្វង់ដូចជាអាណាជ្រៀកឈើនោះចេញមកដើម្បីទៅទប់ទល់នឹងការវាយប្រហាររបស់ King Shark ប៉ុន្តែការវាយប្រហារនៃអាវុធរបស់គាត់មិនអាចធ្វើអីទៅកាន់ King Shark បាននោះទេ King Shark បានយកដាវឆ្អឹងរបស់គាត់មកទប់ទល់យ៉ាងងាយមិនអាចធ្វើឲ្យរលាត់សូម្បីតែបន្តិចរឿងនេះបានធ្វើឲ្យយូរ៉េនពិតជាមិននឹកស្មានដល់សោះថាអាវុធដៃខ្មៅនៃចិញ្ចៀនដៃខ្មៅរបស់គាត់មិនអាចធ្វើអីទៅវាបានតតែសោះដាវឆ្អឹងនេះវាមានលក្ខណៈរឹងមាំពិតជាគួរឲ្យខ្លាចខ្លាំងណាស់បន្ទាប់មកស្រាប់តែ King Shark បានស្ទុះយ៉ាងលឿនលោតធ្វើការវាយប្រហារយ៉ាងកម្រទៅកាន់យូរ៉េនបាទអរគុណអ្នកទាំងអស់គ្នាសម្រាប់សាច់រឿងរបស់យើងសូមបញ្ចប់តែប៉ុណ្ណេះចំពោះខុសឆ្គងត្រង់ណាសូមអធិស្ឋាននឹងអ្វីទៅផងហើយពួកយើងនឹងជួបគ្នានៅពេលបន្តនៅពេលក្រោយជាបន្តទៀតអរគុណច្រើនបាយបាយ